នេះគឺជាការផ្សារភ្ជាប់នៃខ្សែការពារដំបូងសម្រាប់សុវត្ថិភាពថ្មរបស់រថយន្តអគ្គិសនីបោជុំការការពារការជ្រាបទឹកនិងភាពច្រេះប្រកបដោយប្រសិទ្ធភាពនិងធានាបានថាគ្មានទឹកចូលពេញមួយជីវិតរបស់ថ្មការធ្វើតេស្តទឹកដ៏ជ្រៅរយៈពេល72ម៉ោងជាមួយនឹងបរិយាកាសដែលមានសម្ពាធទឹកខ្លាំងរហូតដល់1ម៉ែត្រកន្លះហើយលើសពីបញ្ហាដែលប្រឈមនៃការការពារការផ្សារភ្ជាប់ IPX8 សំណើមដល់កម្ពស់ 98% សីតុណ្ហភាពកម្ពស់ 60 អង្សាសេ5វ៉ាត់កម្ដៅ 30-25 ម៉ោងដោះកញ្ចប់ថ្មឡើងវិញហើយចាប់ផ្ដើមការធ្វើតេស្តទឹកដ៏មានជម្រៅជ្រៅការធ្វើតេស្តក្រដាសពណ៌ជម្រៅទឹក1ម៉ែត្រកន្លះត្រាំជាបន្តបន្ទាប់រយៈពេល72ម៉ោងខ្យល់ស្ងួតសំណើមផ្ទៃនៃកញ្ចប់ថ្មផ្ដាច់កញ្ចប់ថ្មដើម្បីពិនិត្យមើលថាតើមានទឹកនៅខាងក្នុងដែរឬទេរយៈពេល72ម៉ោងជាមួយនឹងការធ្វើតេស្តទឹកដែលមានជម្រៅ1ម៉ែត្រកន្លះគ្មានការដក់ទឹកនៅខាងក្នុងថ្មក្រដាសក៏មិនមានការប្រែពណ៌នោះដែរការតេស្តថ្មឈឹងលៀងដ៏ខ្លាំងមួយនេះជាលទ្ធផលគឺទទួលបានជោគជ័យទាំងបាញ់ទាំងចាក់ដុតផងត្រាំទឹកផងថ្មឈឹងលៀងរបស់រថយន្តអគ្គិសនីបោជុននៅតែមានសុវត្ថិភាព 100% បច្ចេកវិទ្យាដ៏ឆ្លាតវៃគុណភាពកូនកាត់អាមេរិក